សួស្តីប្រិយមិត្តជាទីរាប់អានថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកស្ដាប់អំពីការអត្ថាធិប្បាយនិងបកស្រាយអំពីសុភាសិតមួយដែលបានលើកឡើងថាសូម្បីតែផ្កាឈូកក៏មានពេលវេលាបើករបស់វាដែរនៅក្នុងសុភាសិតនេះគឺជាពាក្យប្រៀបធៀបដ៏មានន័យជ្រាលជ្រៅមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវប្បធម៌ខ្មែរយើងដើម្បីនិយាយអំពីការអត់ធ្មត់ឱកាសនិងភាពជោគជ័យដែលអាចនឹងមកដល់នៅពេលវេលាសមស្របណាមួយនៅក្នុងសុភាសិតមួយនេះមានលក្ខណៈពិសេសដែលផ្ដោតទៅលើផ្កាឈូកដែលជានិមិត្តរូបនៃភាពបរិសុទ្ធនិងបញ្ញានៅក្នុងព្រះពុទ្ធសាសនាមកធ្វើជាមេរៀនសម្រាប់ជីវិតរបស់យើងផ្កាឈូកគឺជានិមិត្តរូបនៃមនុស្សមហិច្ឆតាគោលដៅឬលទ្ធផលនៃការខិតខំប្រឹងប្រែងរីឯបើកគឺជានិមិត្តរូបនៃភាពជោគជ័យភាពរុងរឿងនិងការសម្រេចបាននូវគោលដៅណាមួយមានពេលបញ្ជាក់ថាភាពជោគជ័យមិនអាចកើតឡើងភ្លាមនោះទេនោះត្រូវតែរងចាំពេលវេលាសមស្របណាមួយឬលក្ខខណ្ឌណាមួយដែលគ្រប់គ្រាន់ដូចជាផ្កាឈូកជាដើមពន្លឺថ្ងៃទឹកនិងការលូតលាស់គ្រប់គ្រាន់ផងដែរនៅក្នុងសុភាសិតមួយនេះអប់រំយើងថាមិនថាយើងកំពុងជួបការលំបាកឬត្រូវរងចាំយូរប៉ុណ្ណានោះទេសូមកុំបាក់ទឹកចិត្តឲ្យតែយើងខិតខំប្រឹងប្រែងដូចជាស្លឹកដូចជាដើមឈូកអញ្ចឹងវាបន្តចាក់ឫសនៅក្នុងភក់និងលូតលាស់រហូតដល់ឡើងផុតពីទឹកនោះហើយគឺជាឱកាសនៃភាពជោគជ័យនិងភាពរុងរឿងរបស់យើងដូចជាផ្កាឈូកអញ្ចឹងដែរនឹងមកដល់ជាមិនខាននៅពេលណាមួយដ៏ត្រឹមត្រូវការលើកទឹកចិត្តចំពោះមនុស្សដែលកំពុងជួបឧបសគ្គនៅក្នុងឃ្លានេះត្រូវបានប្រើប្រាស់ជាការលើកទឹកចិត្តយ៉ាងខ្លាំងផងដែរដូចជាការប្រៀបធៀបទៅនឹងភក់ផ្កាឈូកដុះចេញពីភក់ដ៏ស្អុយរលួយតែវារីកលូតលាស់ដោយភាពបរិសុទ្ធនេះបង្ហាញថាដើមកំណើតទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយយើងកើតនៅក្នុងទីណាក៏ដោយឬនៅក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយឲ្យតែយើងខិតខំតស៊ូនិងរក្សាសេចក្តីល្អនោះយើងនឹងអាចទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បាទសូមអរគុណ